សូមសន្តិភាពកើតមានដល់បងប្អូនទាំងអស់គ្នានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ជាមន្ត្រីស៊ើបការសម្ងាត់ដែលពោរពេញដោយឆន្ទៈមោះមុតនាងទទួលបានបេសកកម្មដ៏ធ្ងន់ធ្ងរមួយពីមេបញ្ជាការរបស់នាងគឺត្រូវក្លែងខ្លួនជាអ្នកបើកបររថយន្តដឹកទំនិញដើម្បីចាប់ខ្លួនមន្ត្រីនគរបាលខិលខូចមួយក្រុមដែលតែងតែតាំងប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់និងជំរិតទារប្រាក់ពីអ្នកបើកបរនៅតាមដងផ្លូវស្ងាត់ដោយបំពាក់នូវជំនាញការពារខ្លួនកម្រិតខ្ពស់សភាពកត់ដ៏មុតស្រួចនិងការតាំងចិត្តដ៏រឹងមាំកនិកាខេណខាបានទទួលយកភារកិច្ចនេះបើទោះជាដឹងថាវាប្រថុយប្រថានដល់ជីវិតក៏ដោយក្រុមមន្ត្រីខិលខូចទាំងនោះមិនមែនជាជនអន្តពាលធម្មតាទេពួកគេមានបទពិសោធន៍ឆ្លាតក្នុងល្បិចកលនិងមិនស្ទាក់ស្ទើរក្នុងការប្រើអំពើហិង្សាលើជនរងគ្រោះឡើយប្រសិនបើមិនបានទទួលប្រាក់តាមការទាមទារតើបេសកកម្មនេះនឹងទទួលបានជោគជ័យឬនាងនឹងក្លាយជាជនរងគ្រោះនៃអំពើឃោរឃៅរបស់ពួកគេតើរឿងរ៉ាវទាំងមូលនឹងទៅជាយ៉ាងណាសូមយើងទាំងអស់គ្នាតាមដានទាំងអស់គ្នាប៉ុន្តែមុននឹងឈានដល់រឿងរ៉ាវនោះសូមកុំភ្លេចចុចប៊ូតុង like ប្រសិនបើអ្នកចូលចិត្តវីដេអូនេះនិង Subscribe ដើម្បីឲ្យ Channel នេះអាចបន្តរីកចម្រើនទៅមុខទៀតហើយឥឡូវនេះសូមចូលទៅកាន់សាច់រឿងទាំងអស់គ្នាមេឃពេលល្ងាចចាប់ផ្ដើមប្រែពណ៌បន្សល់ទុកនៅពន្លឺពណ៌ទឹកក្រូចក្រហមដែលចាំងឆ្លុះលើកញ្ចក់មើលក្រោយរបស់រថយន្តដឹកទំនិញដ៏ធំមួយដែលមានស្លាកយីហោក្រស្មីមេគង្គនៅក្នុងកាប៊ីនរថយន្តកនិកាអង្គុយយ៉ាងស្ងប់ស្ងាត់ដៃរបស់នាងកាន់ចង្កូតប្រកបដោយទំនុកចិត្តនាងទើបតែមានអាយុ21ឆ្នាំប៉ុន្តែកែវភ្នែករបស់នាងបង្កប់នៅភាពម៉ឺងម៉ាត់ដែលជាធម្មតាមានតែនៅលើមនុស្សដែលមានវ័យចំណាស់ជាងនេះឆ្ងាយនាងស្លៀករ៉ូបពណ៌បៃតងខ្ចីខ្លីដែលជាការរៀបចំដោយចេតនាដើម្បីឲ្យស៊ីនឹងសាច់រឿងជាអ្នកបើកបរវ័យក្មេងដែលមើលទៅទន់ខ្សោយខ្យល់រាត្រីបក់ចូលតាមបង្អួចដែលបើកចំហធ្វើឲ្យសក់ខ្មៅរលោងរបស់នាងរវិចរវៃនៅពីក្រោយភាពស្រស់ស្អាតដ៏ទាក់ទាញនេះកនិកាបានលាក់បាំងអត្តសញ្ញាណពិតរបស់នាងគឺជាភ្នាក់ងារស៊ើបការសម្ងាត់របស់នគរបាលជាតិដែលទទួលបានការហ្វឹកហ្វឺនយ៉ាងស្ទាត់ជំនាញនាងមិនមែនជានារីធម្មតាដែលងាយនឹងញើតឡើយដង្ហើមរបស់នាងមានចង្វាក់ទៀងទាត់បេះដូងរបស់នាងស្ងប់ល្អទោះបីជាដឹងថារាត្រីនេះពោពេញដោយហានិភ័យក៏ដោយកុំជឿជាក់លើខ្លួនឯងខ្លាំងពេកនាងខ្សឹបប្រាប់ខ្លួនឯងដោយនឹកឃើញពាក្យចុងក្រោយរបស់គ្រូបង្ហាត់ប៉ុន្តែនាងដឹងថាភាពក្លាហានមិនមែនមានន័យថាមិនខ្លាចនោះទេតែគឺជាការបន្តបោះជំហានទៅមុខទោះបីជាការភ័យខ្លាចកំពុងតែកើតមានក៏ដោយផ្លូវកាន់តែស្ងាត់មានតែសំឡេងម៉ាស៊ីននិងសំឡេងកង់កិតនិងផ្លូវកៅស៊ូប៉ុណ្ណោះដែលជាមិត្តរួមដំណើរនៅចម្ងាយមិនឆ្ងាយអំពូលភ្លើងតាមផ្លូវចាប់ផ្ដើមភ្លឺម្ដងមួយដូចជាពន្លឺនៃក្តីសង្ឃឹមដែលមិនត្រូវរលត់នាងដកដង្ហើមវែងរួចជាន់កែថ្នមបេសកកម្មបានចាប់ផ្ដើមហើយប៉ុន្មានម៉ោងមុននេះនៅក្នុងបន្ទប់ប្រជុំសង្ខេបការងារដែលមានពន្លឺតិចមេបញ្ជាការអង្គភាពស៊ើបការសម្ងាត់បានសម្លឹងមើលកនិកាដោយដ៏ម៉ឺងម៉ាត់នៅលើតូររបាយការណ៍ពីប្រជាពលរដ្ឋជាច្រើនត្រូវបានរាយប៉ាយគ្រប់របាយការណ៍ទាំងអស់រៀបរាប់ពីរឿងតែមួយការត្រួតពិនិត្យคล้ายៗលិខិតអនុញ្ញាតធ្វើដំណើរត្រូវបានបង្ខំឲ្យបង់ប្រាក់ហើយលុយត្រូវបានជំរិតដោយការគំរាមកំហែងពួកគេប្រើឯកសណ្ឋានពិតជាក្លាហានមែនសំឡេងរបស់មេបញ្ជាការនិយាយឡើងយ៉ាងស្រទន់ប៉ុន្តែពោរពេញដោយកំហឹងដែលត្រូវបានទប់ជាប់កនិកាស្ដាប់ដោយមិននិយាយអ្វីច្រើនភ្នែករបស់នាងសម្លឹងមើលរូបថតជនរងគ្រោះម្នាក់ទឹកមុខហត់នឿយរបស់អ្នកបើកបររថយន្តដឹកទំនិញដែលគ្មានទីពឹងយើងត្រូវការឲ្យឯងជ្រៀតចូលក៏ធ្វើជានុយពួកគេចូលចិត្តគោលដៅដែលមើលទៅទន់ខ្សោយគាត់បន្តកនិកាងក់ក្បាលតិចនាងដឹងថាទន់ខ្សោយនៅទីនេះមានន័យថាជាស្ត្រីវ័យក្មេងម្នាក់ឯងបើករថយន្តដឹកទំនិញធំប៉ុន្តែនៅពីក្រោយនោះនាងគឺជាអាវុធដែលត្រៀមខ្លួនផ្ទុះគ្រប់ពេលចុះបើពួកគេចាប់ផ្ដើមប្រើហិង្សានាងសួរខ្លីបញ្ឈប់ពួកគេតាមវិធីដែលត្រឹមត្រូវយើងជឿជាក់លើឯងមេបញ្ជាការឆ្លើយកនិកាក្រោកឈររៀបចំឯកសណ្ឋានក្លែងខ្លួនរបស់នាងរួចដើរចេញទៅរាត្រីនេះនាងលែងជាមន្ត្រីនគរបាលទៀតហើយនាងគឺជាកនិកាអ្នកបើកបរវ័យក្មេងដែលនាំយកអាថ៌កំបាំងជាមួយរាល់ការរមៀលកង់រថយន្តរបាយការណ៍ពីប្រជាពលរដ្ឋនៅតែបន្តចូលមកនីមួយនាំមកនៅរឿងរ៉ាវដូចគ្នារថយន្តដឹកទំនិញត្រូវបានបញ្ឈប់នៅពាក់កណ្ដាលអាធ្រាត្រដោយក្រុមមនុស្សស្លៀកពាក់ឯកសណ្ឋានពេញលេញឯកសារត្រូវបានត្រួតពិនិត្យដោយអាកប្បកិរិយាបន្ទាប់មកពួកគេត្រូវបានពិន័យចំពោះកំហុសដែលមិនពិតប្រាកដផងអ្នកខ្លះត្រូវបង្ខំចិត្តប្រគល់ប្រាក់សុទ្ធអ្នកខ្លះទៀតរថយន្តត្រូវបានឃាត់ទុករហូតដល់គ្រួសារត្រូវលក់របស់របរដើម្បីបង់ឲ្យពួកគេជនរងគ្រោះមួយចំនួនមិនហ៊ានរាយការណ៍ទេព្រោះតែការភ័យខ្លាចប៉ុន្តែអ្នកដែលហ៊ាននិយាយគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យថ្នាក់ដឹកនាំនគរបាលខឹងសម្បារ
ពួកគេមិនត្រឹមតែបាត់បង់លុយកាក់ប៉ុណ្ណោះទេថែមទាំងបាត់បង់កិត្តិយសផងដែរដោយត្រូវបានគេចាត់ទុកដូចជាឧក្រិដ្ឋជននៅលើផ្លូវដែលគួរតែមានសុវត្ថិភាពកនិកាអានរាល់របាយការណ៍ទាំងនោះដោយទឹកមុខស្មើដៃរបស់នាងក្តាប់ជាប់នេះមិនមែនជាការត្រួតពិនិត្យទេនេះគឺជាការប្លន់ដោយប្រើច្បាប់បិទបាំងគឺនាងខ្សឹបតិចនាងដឹងថាមន្ត្រីខិលខូចទាំងនោះកំពុងប្រើប្រាស់ឯកសណ្ឋានជាខែការពារដោយក្បត់និងសម្ពត់ដែលពួកគេធ្លាប់បានស្ពត់ស្បាយហើយយប់នេះនាងនឹងបញ្ជាក់ថាឯកសណ្ឋានមិនមែនជាគ្រឿងការពារដ៏រឹងមាំសម្រាប់អ្នកណាដែលធ្វើបាបប្រជាជនឡើយនាងសម្លឹងមើលផែនទីផ្លូវដែលត្រូវបានគូសចំណាំទីតាំងត្រួតពិនិត្យខុសច្បាប់នោះស្ថិតនៅត្រង់ផ្លូវកោងដ៏ស្ងាត់មួយបន្ទាប់ពីឆ្លងខ័រតំបន់ភ្នំតូចនាងដកដង្ហើមវែងរួចបញ្ឆេះម៉ាស៊ីនរថយន្តដល់ពេលហើយកនិកាត្រូវបានជ្រើសរើសមិនត្រឹមតែដោយសារតែភាពស្រស់ស្អាតរបស់នាងដែលអាចក្លាយជារបាំងមុខដ៏ល្អឥតខ្ចោះនោះទេប៉ុន្តែក៏ដោយសារតែស្មារតីប្រយុទ្ធរបស់នាងដែលមិនធ្លាប់រង្គោះរង្គើការហ្វឹកហាត់អស់ជាច្រើនឆ្នាំនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ើបការសម្ងាត់បានសភាពកត់របស់នាងក្នុងការអានកាយវិការការទស្សន៍ទាយពីការគំរាមកំហែងនិងការចាត់វិធានការក្នុងមួយវិនាទីនាងមិនមែនជាប្រភេទមនុស្សដែលធ្វើអ្វីដោយតក់ក្រហល់ឡើយរាល់ជំហានតែងតែត្រូវបានគិតគូររាល់ទឹកមុខត្រូវបានគ្រប់គ្រងក្អែងជាមនុស្សស្ងប់ស្ងាត់ក្រោមសម្ពាធមេបញ្ជាការធ្លាប់និយាយប្រាប់នាងនៅថ្ងៃមួយហើយនោះជាអ្វីដែលយើងត្រូវការនៅពេលនេះកនិកាមិនដែលពឹងផ្អែកលើសំណាងឡើយនាងជឿជាក់លើការត្រៀមលក្ខណៈលើវិន័យនិងលើការពិតដែលត្រូវតែអនុវត្តទោះបីជាត្រូវធ្វើតែម្នាក់ឯងក៏ដោយហើយយប់នេះនាងមិនត្រឹមតែនាំយកអាវុធនិងឯកសារคล้ายៗប៉ុណ្ណោះទេនាងនាំយកក្តីសង្ឃឹមរបស់អ្នកបើកបរដែលរងគ្រោះដែលបានស្ងាត់ស្ងៀមដោយសារតែការភ័យខ្លាចជាមួយនឹងរថយន្តដ៏ធំនៅក្រោមការបញ្ជារបស់នាងនិងឆន្ទៈដែកនៅក្នុងទ្រូងកនិកាបើកបរយឺតកាត់តាមផ្លូវកោងកាច់នៅចម្ងាយស្រមោលនៃផ្លូវហាក់ដូចជាស្ងាត់ជ្រងំប៉ុន្តែនាងដឹងថានៅពីក្រោយភាពស្ងៀមស្ងាត់នោះគ្រោះថ្នាក់កំពុងរង់ចាំហើយនាងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនឹងវារថយន្តដឹកទំនិញពណ៌ក្រហមចាស់នោះឈរយ៉ាងសង្ហានៅក្នុងទីធ្លានៃទីបញ្ជាការប្រតិបត្តិការពិសេសអំពូលភ្លើងខាងមុខរបស់វាមានពន្លឺតិចប៉ុន្តែត្រៀមខ្លួនរួចជាស្រេចដើម្បីទម្លុះភាពងឹតឈ្មោះក៏រស្មីមេគង្គត្រូវបានបិទយ៉ាងច្បាស់នៅផ្នែកខាងឆ្វេងនៃតួរថយន្តជាឈ្មោះដែលត្រូវបានជ្រើសរើសដោយចេតនាដើម្បីឲ្យស្ដាប់ទៅធម្មតាមិនគួរឲ្យសង្ស័យជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូនតូចមួយដែលពិតជាមាននៅក្នុងតំបន់នោះកនិកាឡើងទៅលើកាប៊ីនដោយចលនាស្រាលដៃរបស់នាងប៉ះគ្រប់ជ្រុងនៃកាប៊ីនហាក់ដូចជាកំពុងធានាថាអ្វីគឺស្របតាមសេណារីយ៉ូនៅក្រោមកៅអីកាំភ្លើងខ្លីស្តង់ដាររបស់ស៊ើបការសម្ងាត់ត្រូវបានដាក់យ៉ាងមានរបៀបរៀបរយនៅក្នុងថតតូចឯកសាររថយន្តគ្រប់ប្រភេទមានពេញលេញទាំងអស់គឺជាឯកសារពិតប៉ុន្តែត្រូវបានរៀបចំដោយចេតនាឲ្យមានចន្លោះប្រហោងបន្តិចបន្តួចដែលអាចក្លាយជាលេសសម្រាប់មន្ត្រីខិលខូចក្នុងការទារប្រាក់ពួកគេនឹងជាប់នុយនេះនាងខ្សឹបតិចពេលកំពុងពិនិត្យមើលកញ្ចក់មើលក្រោយម៉ាស៊ីនក៏ត្រូវបានបញ្ឆេះសំឡេងរបស់វាបានបំបែកភាពស្ងៀមស្ងាត់នៃរាត្រីនាងទាញខ្សែក្រវ៉ាត់សុវត្ថិភាពរួចជាន់កែយឺតរថយន្តនោះបានទីនាំកនិកាចូលទៅក្នុងល្បែងដែលពោពេញដោយការបោកបញ្ឆោតនេះមិនមែនគ្រាន់តែជាយានជំនិះទេនេះគឺជាអន្ទាក់ចល័តហើយនាងគឺជាបេះដូងរបស់វាផ្លូវចាប់ផ្ដើមស្ងាត់នៅពេលដែលរថយន្តចាក់ចេញពីព្រំប្រទល់ក្រុងអំពូលភ្លើងតាមផ្លូវកាន់តែខ្សត់ខ្សោយជំនួសដោយពន្លឺព្រះច័ន្ទដ៏ស្រអាប់ដែលចាំងទម្លុះអាប់ស្ដាងសំឡេងម៉ាស៊ីនคล้ายជាចង្វាក់តែមួយគត់ដែលបំពេញរាត្រីការអំដោយសំឡេងកង់កកិតនិងផ្លូវកៅស៊ូដែលប្រេះស្រាំកនិកានៅតែប្រុងប្រយ័ត្នភ្នែករបស់នាងសម្លឹងមើលគ្រប់ផ្លូវកោងគ្រប់ផ្លាកសញ្ញាគ្រប់ស្រមោលនៅតាមចិញ្ចើមផ្លូវនាងដឹងថាទីតាំងត្រួតពិនិត្យខុសច្បាប់ជាធម្មតាត្រូវបានជ្រើសរើសនៅកន្លែងដាច់ស្រយាលឆ្ងាយពីការឃ្លាំមើលឆ្ងាយពីសាក្សីនៅក្នុងវិទ្យុតាក់ទងមានតែសំឡេងរំខានប៉ុណ្ណោះដែលឬការតាក់ទងត្រូវបានបិទដោយចេតនាដើម្បីរក្សាការសម្ងាត់នៃបេសកកម្មដៃរបស់នាងនៅតែកាន់ចង្កូតរាងកាយរបស់នាងស្ងប់ប៉ុន្តែគំនិតរបស់នាងកំពុងធ្វើការយ៉ាងរហ័សបើពួកគេឃើញខ្ញុំម្នាក់ឯងច្បាស់ជាចូលមកភ្លាមនាងរអ៊ូតិចខ្យល់រាត្រីបក់ចូលធ្វើឲ្យថ្ងាសរបស់នាងដែលចាប់ផ្ដើមបែកញើសមានអារម្មណ៍ត្រជាក់នាងសម្រួលដង្ហើមនឹកឃើញរាល់នីតិវិធីពេលមានអាសន្ននៅចម្ងាយពន្លឺភ្លើងដ៏ស្រអាប់មួយចាប់ផ្ដើមមិនមែនជាភ្លើងតាមផ្លូវធម្មតាទេប៉ុន្តែជាពន្លឺដែលត្រូវបានដំឡើងដោយចេតនាជាសញ្ញាថានាងបានចូលដល់តំបន់គោលដៅហើយផ្លូវអាចនឹងស្ងាត់ប៉ុន្តែកនិកាដឹងថាគ្រោះថ្នាក់កំពុងរង់ចាំនៅចុងផ្លូវកោងនោះហើយពីចម្ងាយនៅពីក្រោយផ្លូវកោងដ៏តូចចង្អៀតដែលហ៊ុំព័ទ្ធដោយដើមឈើធំកនិកាបានឃើញពន្លឺភ្លើងដ៏ចម្លែកមិនមែនជាភ្លើងបំភ្លឺផ្លូវទេប៉ុន្តែជាពន្លឺចង្គៀងចល័តដែលត្រូវបានដំឡើងជាជួរបង្កើតបានជាប៉ុស្តិ៍បណ្ដោះអាសន្នមួយ
មនុស្ស7នាក់ឈរយ៉ាងរឹងមាំនៅកណ្ដាលផ្លូវស្លៀកពាក់ឯកសណ្ឋានពេញលេញមានមួកមានអាវកាក់ពន្លឺថែមទាំងមានសញ្ញាសាក់ដែលភ្លឺចែងចាំងក្រោមពន្លឺភ្លើងពណ៌លឿងនៅពីក្រោយពួកគេផ្ដាធំមួយកំពុងបក់រវិចតាមខ្យល់រាត្រីសរសេរថាត្រួតពិនិត្យចម្រុះក៏ដោយអក្សរដិតធំដែលមើលទៅដូចជាធ្វើឡើងដោយបង្ខំគ្មានរថយន្តល្បាតផ្លូវការគ្មានវិទ្យុតាក់ទងមានតែទឹកមុខដែលពោពេញដោយអំណាចคล้ายកណ្ឌិកាបន្ថយល្បឿនរថយន្តបេះដូងរបស់នាងនៅតែស្ងប់ទោះបីជាខួរក្បាលរបស់នាងបានស្គាល់ភ្លាមនៅទម្រង់ដែលពីរបាយការណ៍របស់ប្រជាពលរដ្ឋក៏ដោយពួកគេឈរដូចជាអ្នកអនុវត្តច្បាប់ប៉ុន្តែរាងកាយរបស់ពួកគេឡើងរឹងហាក់ដូចជាកំពុងរង់ចាំចំណីនាងដកដង្ហើមវែងរួចទម្លាក់កញ្ចក់បង្អួចយឺតក្លិនផ្សែងបារីនិងសាំងបានរសាត់មកប៉ះច្រមុះក្នុងខ្យល់រាត្រីនេះហើយគឺពួកគេមុនត្រីខើខូចដែលតែងតែប្លន់ប្រជាជនដោយប្រើការអនុវត្តច្បាប់ជាឈ្នាន់រថយន្តក្រស្មីមេគង្គឈប់នៅពីមុខប៉ុស្តិ៍ត្រួតពិនិត្យខុសច្បាប់នោះម៉ាស៊ីនរបស់វានៅតែក្រហមតិចដូចជាដង្ហើមរបស់សត្វសាហាវដែលត្រូវបានទុកជាប់កណ្ឌិកាអង្គុយស្ងៀមមួយផ្លែតអនុញ្ញាតឲ្យមន្ត្រីខើខូចទាំងនោះចូលមកជិតដោយជំហានដ៏មានទំនុកចិត្តនាងធ្វើពុតជាសៀបន្តិចបង្ហាញអាកប្បកិរិយាគោរពនិងភ័យខ្លាចដែលជាតួនាទីដែលនាងត្រូវតែលេងឲ្យបានល្អឥតខ្ចោះភ្នែករបស់នាងសម្លឹងមើលពួកគេម្ដងម្នាក់មុខរបស់ពួកគេមានអ្នកខ្លះទុកពុកមាត់ក្រាស់អ្នកខ្លះក្បាលពោះធំហើយម្នាក់ក្នុងចំណោមពួកគេបន្តកាន់ដំបងឆក់ដូចជារបស់លេងដែលគេចូលចិត្តពួកគេឈរព័ទ្ធជុំវិញកាប៊ីនរបស់ពួកគេសម្លឹងមើលរាងកាយរបស់កណ្ឌិកាពីលើដល់ក្រោមដោយមិនសមរម្យប៉ុន្តែនៅពីក្រោយអាកប្បកិរិយាសៀនោះកណ្ឌិកានៅតែប្រុងប្រយ័ត្នជានិច្ចដៃរបស់នាងត្រៀមខ្លួនរួចជាស្រេចដើម្បីឈោងយកអាវុធបើចាំបាច់ខួរក្បាលរបស់នាងកត់ត្រារាល់ចលនារាល់ទឹកមុខរាល់ឱកាសនាងដឹងថាក្នុងរយៈពេលប៉ុន្មានវិនាទីទៀតពួកគេនឹងសុំឯកសារហើយពីទីនោះហើយដែលល្បែងនឹងចាប់ផ្ដើមប៉ុន្តែយប់នេះកណ្ឌិកាមិនមែនជាជនរងគ្រោះទេនាងគឺជាអន្ទាក់ដែលកំពុងរងចាំពេលវេលាដ៏ត្រឹមត្រូវដើម្បីខ្ទាស់អំពូលពើត្រូវបានបាញ់ចំមុខរបស់កណ្ឌិកាធ្វើឲ្យនាងចាំងភ្នែកមួយផ្លែតមន្ត្រីខើខូចម្នាក់គោះកញ្ចក់បង្អួចដោយចុងដំបងសម្លេងរបស់គេក្រោតគ្រៀតនិងពោពេញដោយអំណាចคล้ายចុះមកលឿនគេបញ្ជាហាក់ដូចជាកំពុងប្រឈមមុខនឹងឧក្រិដ្ឋជនធំដុំកណ្ឌិកាធ្វើតាមបញ្ជានោះដោយចលនាយឺតដោយចេតនាបង្ហាញពីភាពស្ទាក់ស្ទើរនិងញ័របន្តិចបន្តួចជាការសម្ដែងដ៏ល្អឥតខ្ចោះដើម្បីបោកបញ្ឆោតសត្រូវនាងបោះជំហានចុះពីកាប៊ីនកែងស្បែកជើងរបស់នាងជាន់លើផ្លូវកៅស៊ូដោយសម្លេងតិចភាពត្រជាក់នៃរាត្រីជ្រាបចូលខរ៉ូបពណ៌បៃតងរបស់នាងប៉ុន្តែរាងកាយរបស់នាងមិនញើតឡើយមន្ត្រីខើខូចទាំងនោះក៏ព័ទ្ធជុំវិញនាងភ្លាមភ្នែក7គូសម្លឹងមកនាងពោពេញដោយចេតនាអាក្រក់ម្នាក់ក្នុងចំណោមពួកគេដែលខ្ពស់ជាងគេបានស្រែកឲ្យនាងប្រគល់ឯកសាររថយន្តកណ្ឌិកាគ្រាន់តែងក់ក្បាលរួចដោយចលនាស្ងប់ស្ងាត់យកកាបូបទើបពីចង្កេះរបស់នាងហុចឯកសារនោះដោយមិននិយាយអ្វីហាក់ដូចជាខ្លាចពេកមិនហ៊ានបញ្ចេញសំឡេងនៅក្នុងចិត្តនាងដឹងថានេះគឺជាការចាប់ផ្ដើមនៃការសម្ដែងដែលនឹងត្រូវបានបកត្រឡប់វិញក្នុងពេលឆាប់នេះឯកសារនោះត្រូវបានឆក់យកភ្លាមដោយមន្ត្រីដែលមានក្បាលពោះធំដែលហាក់ដូចជាមេក្រុមគេបើកមើលឯកសាររថយន្តដោយអាកប្បកិរិយាធ្វើពុតជាពិនិត្យយ៉ាងល្អិតល្អន់ម្រាមដៃរបស់គេប៉ះរាល់ត្រានិងហត្ថលេខាហាក់ដូចជាកំពុងស្វែងរកចន្លោះប្រហោងភ្នែករបស់គេតូចចង្អៀតមាត់របស់គេញឹមប៉ាក់ពួករបស់គេសើចតិចហាក់ដូចជាដឹងរួចហើយថានឹងមានអ្វីកើតឡើងបន្ទាប់កណ្ឌិកាឈរស្ងៀមដៃរបស់នាងក្តាប់ជាប់នៅសងខាងដងខ្លួនប៉ុន្តែភ្នែករបស់នាងមិនដែលឈប់សង្កេតឡើយនាងឃើញពីរបៀបដែលពួកគេសម្លឹងមើលមុខគ្នារបៀបដែលពួកគេចេតនាពន្យាពេលត្រួតពិនិត្យគ្រាន់តែដើម្បីបង្កភាពតានតឹងនេះមិនមែនជាការត្រួតពិនិត្យទេនេះគឺជាល្ខោននៃការជំរិតទារប្រាក់ដែលត្រូវបានលេងជាច្រើនដងប៉ុន្តែខុសពីជនរងគ្រោះមុនកណ្ឌិកាមិនមែនជាមនុស្សដែលនឹងចាញ់ក្រោមសម្ពាធឡើយនាងឲ្យពួកគេលេងសិនទុកឲ្យពួកគេមានអារម្មណ៍ថាមានអំណាចព្រោះក្នុងរយៈពេលប៉ុន្មាននាទីទៀតពួកគេនឹងដឹងថានារីវ័យក្មេងដែលនៅចំពោះមុខពួកគេមិនមែនជាចំណីទេតែជាអ្នកប្រមាញ់ដែលបានរងចាំជាយូរមកហើយមន្ត្រីខើខូចទាំងនោះចេតនាពន្យាពេលត្រួតពិនិត្យដោយនិយាយផ្លាស់ប្ដូរយោបល់คล้ายដាក់គ្នាខណៈពេលដែលមើលទៅកណ្ឌិកាដោយទុច្ចរិតម្នាក់ក្នុងចំណោមពួកគេធ្វើពុតជារកឃើញកំហុសនៅលើឯកសាររថយន្តរួចហុចវាទៅឲ្យប៉ាក់ពួកនៅក្បែរនោះដោយទឹកមុខហាក់ដូចជារកឃើញភស្តុតាងនៃឧក្រិដ្ឋកម្មដ៏ធំមួយស្លាកលេខនេះមិនត្រូវគ្នានឹងឯកសារទេគេនិយាយបណ្ដាសើចតិចបណ្ដាអ្នកផ្សេងទៀតងក់ក្បាលយល់ព្រមភ្លាមទាំងដែលឯកសារនោះគឺត្រឹមត្រូវនឹងពេញលេញពួកគេចេតនាបង្កើតរឿងបង្កើនសម្ពាធផ្លូវចិត្តធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ថាមានកំហុសចំពោះរឿងដែលមិនបានប្រព្រឹត្តផង
កននិកានៅតែស្ងៀមទឹកមុខរបស់នាងត្រូវបានធ្វើឲ្យមើលទៅព្រួយបារម្ភប៉ុន្តែនៅពីក្រោយនោះខួរក្បាលរបស់នាងកំពុងកត់ត្រារាល់ស្គ្រីបដែលពួកគេកំពុងលេងនាងដឹងថានេះគឺជាទម្រង់ចាស់បង្កើតកំហុសផ្ដល់ផ្លូវចេញយកលុយជាល្បែងដ៏សាមញ្ញដែលកំពុងស៊ីទំនុកចិត្តរបស់ប្រជាជនលើអ្នកអនុវត្តច្បាប់ហើយយប់នេះល្បែងនោះនឹងត្រូវបញ្ចប់មន្ត្រីដែលធាត់ជាងគេក៏ចាប់ផ្ដើមនិយាយសំឡេងរបស់គេធ្ងន់និងពោពេញដោយការធ្វើពុតអំបាញ់មិញខ្ញុំឃើញឯងបើកបរដោយមិនបើកភ្លើងស៊ីញ៉ូគេនិយាយបណ្ដាសម្លឹងមើលកននិកាដោយភ្នែកតូចចង្អៀតបណ្ដាហើយស្លាកលេខនេះមើលទៅដូចជាคล้ายណាស់រថយន្តនេះជារថយន្តលួចមែនទេគេក៏វាឯកសារនៅក្នុងដៃហាក់ដូចជាវាជាភស្តុតាងដ៏រឹងមាំរួចដើរចូលមកចិត្តមួយជំហានដង្ហើមរបស់គេមានក្លិនបារីនិងកាហ្វេថោកប៉ុន្តែមិនអីទេបើសិនជាឯងព្រមសហការអ្វីអាចដោះស្រាយបានស្នាមញឹមដ៏ទុច្ចរិតមួយលើផ្ទៃមុខរបស់គេហាក់ដូចជាកំពុងផ្ដល់ជូននៅកិច្ចព្រមព្រៀងដ៏សមរម្យមួយកននិកាសម្លឹងមើលគេដោយមិនព្រិចភ្នែកនាងដឹងថានេះគឺជាចំណុចកំពូលនៃល្ខោនរបស់ពួកគេនៅពេលដែលជនរងគ្រោះជាធម្មតាចាប់ផ្ដើមញ័រហើយប្រគល់កាបូបលុយប៉ុន្តែយប់នេះគ្មានលុយណាអាចបដូរដៃបានទេមានតែយុត្តិធម៌ប៉ុណ្ណោះដែលនឹងនិយាយហើយនាងត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាសម្លេងនៃយុត្តិធម៌នោះដោយសម្លេងពោពេញដោយទំនុកចិត្តមន្ត្រីធាត់នោះក៏ដាក់សំណើចុងក្រោយគេឲ្យតែ2 លានរៀលមកបានហើយដើម្បីឲ្យរឿងនេះចប់លឿនគេនិយាយដោយសម្លេងស្មើហាក់ដូចជាកំពុងប្រាប់តម្លៃទំនិញនៅលើទីផ្សារមិនមែនជាការជំរិតទារប្រាក់ដោយចំហឡើយបកពួករបស់គេសាយតិចអ្នកខ្លះឈោផ្អែកខ្លួនយ៉ាងហាក់ដូចជាកំពុងរីករាយនឹងទស្សនីយភាពដែលពួកគេបានសម្ដែងជាច្រើនដងពួកគេជឿជាក់ថានារីវ័យក្មេងម្នាក់នេះនៅម្នាក់ឯងពេលយប់ស្លៀករ៉ូបខ្លីគ្មានជម្រើសអ្វីក្រៅពីធ្វើតាមឡើយនៅក្នុងក្រសែភ្នែករបស់ពួកគេកននិកាគឺជាជនរងគ្រោះបន្ទាប់ទុនខ្សោយគ្មានទីពឹងនិងងាយស្រួលក្នុងការគ្រប់គ្រងពួកគេថែមទាំងមិនខ្វល់នឹងលាក់បាំងចេតនាអាក្រក់របស់ខ្លួនផងព្រោះកន្លងមកមិនដែលមានអ្នកណាហ៊ានតបឡើយប៉ុន្តែយប់នេះពួកគេបានគិតខុសហើយខុសយ៉ាងខ្លាំងកននិកាមិនបានឆ្លើយតបភ្លាមទេនាងគ្រាន់តែសម្លឹងមើលមុខមន្ត្រីនោះរួចស្រាប់តែសើចឡើងមិនមែនជាការសើចដោយការព្រួយបារម្ភមិនមែនជាការសើចដោយការភ័យខ្លាចទេប៉ុន្តែជាការសើចដ៏ត្រជាក់ដែលចាក់ដោតពោពេញដោយការដែលអាចគ្រប់គ្រងបានគុំថាឡើយ2 លានរៀលនាងនិយាយតិចសម្លេងរបស់នាងស្ងប់ប៉ុន្តែមុតស្រួចយសំបីតែ200 រៀលក៏ខ្ញុំមិនឲ្យពួកអ្នកដែរភ្នែករបស់នាងភ្លឺឡើងមិនមែនដោយសារកំហឹងទេប៉ុន្តែដោយសារតែការខកចិត្តយ៉ាងខ្លាំងពួកអ្នកពាក់ឯកសណ្ឋានស្ពតស្បែកថាជាអ្នកការពារប្រជាជនតែបែរជាคล้ายជាជនអន្តពាលពាក់ស្លាកសញ្ញាទៅវិញនាងបន្តដោយសម្លេងមុតស្រួចដូចកាំបិតមន្ត្រីខើខូចទាំងនោះស្ងាត់មួយផ្លែតទឹកមុខរបស់ពួកគេប្រែពីការជឿជាក់ទៅជាការច្របូកច្របល់បន្ទាប់មកខឹងពួកគេមិននឹកស្មានថានុយដែលពួកគេគិតថាទុនខ្សោយបែរជាហ៊ានតបទៅវិញហើយនៅវិនាទីនោះកនិកាមិនមែនជានារីក្នុងរ៉ូបពណ៌បៃតងទៀតទេនាងគឺជានិមិត្តរូបនៃប្រជាជនដែលទីបំផុតហ៊ានបញ្ចេញសម្លេងកននិកាឈរយ៉ាងរឹងមាំស្មារបស់នាងលែងសាយដូចជនរងគ្រោះដែលភ័យខ្លាចទៀតហើយភ្នែករបស់នាងសម្លឹងមើលមន្ត្រីខើខូចទាំង7 នាក់នោះម្ដងម្នាក់ហាក់ដូចជាកំពុងថតទុកមុខរបស់ពួកគេដើម្បីចងចាំជារៀងរហូតពួកអ្នកគិតថាប្រជាជនស្ងាត់ព្រោះតែខ្លាចមែនទេនាងនិយាយដោយសម្លេងស្រទន់ប៉ុន្តែមើងម៉ាត់តែភាពស្ងៀមស្ងាត់នោះមិនមែនមានន័យថាពួកគេខ្វាក់ភ្នែកនោះទេពួកយើងដឹងថាពួកអ្នកជានរណាឧក្រិដ្ឋជនក្នុងឯកសណ្ឋានពាក្យសម្ដីរបស់នាងចាក់ដោតមិនត្រឹមតែជាការប្រឈមមុខទេតែគឺជាការកាត់ទោសមន្ត្រីខើខូចទាំងនោះសម្លឹងមើលមុខគ្នាទាំងច្របូកច្របល់ទាំងអន់ចិត្តពួកគេមិនធ្លាប់ត្រូវបានគេបែបនេះទេជាពិសេសដោយស្ត្រីវ័យក្មេងម្នាក់ដែលគួរតែស៊ីគោរពម្នាក់ក្នុងចំណោមពួកគេបានរុញទ្រូងរបស់កននិកាយ៉ាងខ្លាំងដោយព្យាយាមយកមកវិញនៅអំណាចរបស់ខ្លួនប៉ុន្តែកននិកាមិនរង្គើឡើយនាងដឹងថាគ្រប់ពាក្យសម្ដីដែលនាងនិយាយមិនមែនសម្រាប់តែខ្លួននាងទេតែសម្រាប់អ្នកបើកបររថយន្តដឹកទំនិញដែលមិនហ៊ានបញ្ចេញសម្លេងសម្រាប់យុត្តិធម៌ដែលត្រូវបានបំបិទមាត់ដោយការភ័យខ្លាចនៅពេលដែលសម្ពាធផ្លូវកាយមិនធ្វើឲ្យកននិកាខ្លាចមន្ត្រីខើខូចទាំងនោះក៏បដូរទៅប្រើវិធីផ្សេងមន្ត្រីធាត់នោះញឹមរួចនិយាយដោយសម្លេងបើមិនចង់បង់លុយតើយ៉ាងម៉េចចុះបើឯងទៅផ្ទះសំណាក់ជាមួយពួកយើងវិញឯងស្អាតណាស់តើគឺសម្ដីរបស់គេត្រូវបានទទួលការគាំទ្រដោយធៀងសាយដ៏ថោកទាបពីបកពួកហាក់ដូចជានេះគឺជាផ្នែកមួយនៃទោសទណ្ឌដែលពួកគេបង្កើតឡើងដោយខ្លួនឯងប៉ុន្តែជំនួសឲ្យការភ័យខ្លាចកននិកាបែរជាមានអារម្មណ៍ខ្ពើមម្អើមយ៉ាងខ្លាំងនៅក្នុងក្រសែភ្នែករបស់នាងនេះមិនមែនគ្រាន់តែជាការជំរិតទារប្រាក់ទេនេះគឺជាការដល់របស់មនុស្សដ៏សម្បត្តិដែលពួកគេគួរតែគោរព
នាងមិនបានឆ្លើយតបដោយពាក្យសម្ដីទៀតទេដោយចលនាយ៉ាងរហ័សនិងពោពេញដោយនាងបានស្ដោះទឹកមាត់ដាក់មុខមន្ត្រីដែលទើបតែនិយាយអំបញ្ញមិញទឹកមាត់នោះធ្លាក់ចំថ្ពាល់របស់គេធ្វើឲ្យភាពក្រអឺតក្រទុំរបស់ពួកគេបែកខ្ចាត់ខ្ចាយក្នុងមួយវិនាទីពួកអ្នកមិនមែនជាអ្នកអនុវត្តច្បាប់ទេគីនាងនិយាយយ៉ាងត្រជាក់ពួកអ្នកគឺជាភាពអាម៉ាស់សម្រាប់ឯកសណ្ឋានដែលពួកអ្នកកំពុងពាក់ទឹកមាត់នោះធ្លាក់យឺតនៅលើថ្ពាល់របស់មន្ត្រីធាត់ធ្វើឲ្យភាពស្ងៀមស្ងាត់ដែលស្រាប់តែកើតមានប្រែជាតានតឹងមុខរបស់គេឡើងក្រហមមិនមែនត្រឹមតែដោយសារតែការខ្មាស់អៀនទេប៉ុន្តែដោយសារកំហឹងដែលកំពុងតែផ្ទុះឡើងគេជូតមុខខ្លួនឯងយ៉ាងខ្លាំងរួចសម្លឹងមើលកនិកាដោយភ្នែកក្រហមឆេះនាងឯងក្លាហានណាស់មែនទេគេស្រែកសំឡេងរបស់គេញ័រដោយការទប់អារម្មណ៍បកពួករបស់គេក៏ព័ទ្ធជុំវិញកណ្ឌិកាកាន់តែជិតរាងកាយរបស់ពួកគេឡើងរឹងដូចជាសត្វសាហាវដែលត្រៀមខ្លួនរួចជាស្រេចដើម្បីលោតប៉ុន្តែកណ្ឌិកានៅតែឈរយ៉ាងរឹងមាំចង្ការរបស់នាងងើបឡើងភ្នែករបស់នាងមិនព្រិចនាងដឹងថាការស្ដោះទឹកមាត់នោះមិនមែនគ្រាន់តែជាការសងសឹកទេតែជាសេចក្តីថ្លែងការណ៍ថាមិនអាចទិញដូរបានទេជាពិសេសគឺមិនអាចត្រូវបានដោយមន្ត្រីដែរក្បត់នឹងសម្ពត់របស់ខ្លួនឡើយខ្យល់រាត្រីបក់មកតិចនាំមកនៅក្លិនសាំងនិងភាពតានតឹងដែលកាន់តែខ្លាំងឡើងនៅពីក្រោយភាពស្ងប់ស្ងាត់របស់នាងកណ្ឌិកាបានត្រៀមខ្លួនរួចជាស្រេចរាងកាយរបស់នាងស្រាលខួរក្បាលរបស់នាងផ្ដោតអារម្មណ៍រាល់សាច់ដុំត្រៀមខ្លួនរួចជាស្រេចដើម្បីប្រតិកម្មពិតជាមែនដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍មែនកណ្ឌិកានិយាយដោយសំឡេងខ្លាំងគ្រប់គ្រាន់ដើម្បីឲ្យរាដគុំពោតព្រៃនៅជុំវិញផ្លូវពួកអ្នកមិនត្រឹមតែជំរិតទារប្រាក់ទេពួកអ្នកគំរាមកំហែងនិងប្រើប្រាស់ឯកសណ្ឋានដើម្បីធ្វើបាបប្រជាជននាងសម្លឹងមើលពួកគេម្ដងម្នាក់ហាក់ដូចជាកំពុងដកជាប់មុខមាត់ទាំងនោះក្នុងការចងចាំរបស់នាងជាភស្តុតាងរស់ការត្រួតពិនិត្យខុសច្បាប់នេះបានកើតឡើងយូរពេកហើយប៉ុន្តែយប់នេះអ្វីទាំងអស់នឹងត្រូវបញ្ចប់ពាក្យសម្ដីរបស់នាងមិនមែនជាការគំរាមកំហែងទេតែជាសេចក្តីប្រកាសហើយហាក់ដូចជាឆ្លើយតបនឹងភាពក្លាហានរបស់នាងសំឡេងជំហានជើងតិចចាប់ផ្ដើមឬពីចម្ងាយប្រជាពលរដ្ឋចាប់ផ្ដើមចេញពីផ្ទះដោយចង់ដឹងចង់ឃើញដោយប្រុងប្រយ័ត្នប៉ុន្តែចាប់ផ្ដើមហ៊ានធ្វើជាសាក្សីកណ្ឌិកាដឹងថានាងមិននៅម្នាក់ឯងទៀតទេនៅពីក្រោយរោគពណ៌បៃតងដ៏សាមញ្ញរបស់នាងនាំយកសំឡេងរបស់អ្នកដែលត្រូវបានបំបិទមាត់ហើយយប់នេះសំឡេងនោះនឹងត្រូវបានឬខ្លាំងជាងពេលណាទាំងអស់កំហឹងរបស់មន្ត្រីខិលខូចទាំងនោះបានឡើងដល់កម្ពស់ពួកគេមិនអាចទទួលយកបានទេដែលត្រូវបានដោយស្ត្រីវ័យក្មេងម្នាក់ដែលគួរតែដឹងពីកន្លែងរបស់ខ្លួនដោយមិនគិតវែងឆ្ងាយម្នាក់ក្នុងចំណោមពួកគេបានដកដៃកេះចេញពីហោប៉ៅខណៈដែលអ្នកផ្សេងទៀតចាក់សាំងទៅលើផ្នែកខាងមុខនៃរថយន្តក្រស្មីមេគង្គអណ្ដាតភ្លើងបានឆាបឆេះឡើងភ្លាមលិតស៊ីថ្នាំលាបពណ៌ក្រហមរបស់រថយន្តដែលឥឡូវនេះបានក្លាយជាសាក្សីស្ងៀមស្ងាត់ចំពោះអំពើឃោរឃៅរបស់ពួកគេផ្សែងខ្មៅហុយឡើងទៅលើមេឃរាត្រីពន្លឺពណ៌ទឹកក្រូចនៃអណ្ដាតភ្លើងបានចាំងឆ្លុះលើផ្ទៃមុខដ៏កាចសាហាវរបស់ពួកគេដែលពេលនេះលែងខ្វល់ពីការសម្ដែងទៀតហើយការដុតនេះគឺជាការសងសឹកសុទ្ធសាធជាការប៉ុនប៉ងបំផ្លាញមិនត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះទេថែមទាំងរបស់កណ្ឌិកាផងដែរពួកគេសង្ឃឹមថាភ្លើងនោះនឹងធ្វើឲ្យនាងស្រែកយំអង្វរសុំការលើកលែងឬរត់គេចដោយការភ័យខ្លាចប៉ុន្តែកណ្ឌិកាគ្រាន់តែសម្លឹងមើលភ្លើងនោះមួយផ្លែតរួចងាកមកមើលពួកគេវិញដោយដ៏ត្រជាក់សម្រាប់នាងរថយន្តនោះគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះអ្វីដែលមិនអាចដុតបំផ្លាញបានគឺការពិតដោយមិនបង្អង់យូរមន្ត្រីខិលខូចទាំង7នាក់បានឡោមព័ទ្ធកណ្ឌិកាពីគ្រប់ទីដៃរបស់ពួកគេក្តាប់ជាប់ត្រៀមខ្លួនព្រួតវាយនាងមានអ្នកខ្លះលើកដំបងឆក់អ្នកខ្លះទាញដៃនាងយ៉ាងខ្លាំងខណៈអ្នកផ្សេងទៀតត្រៀមខ្លួនទាត់នាងពួកគេជឿជាក់ថានារីវ័យក្មេងម្នាក់ជាពិសេសស្លៀករ៉ូបខ្លីគ្មានកម្លាំងអ្វីអាចតាំងនឹងបុរសពេញវ័យ7នាក់បានឡើយប៉ុន្តែពួកគេភ្លេចហើយកណ្ឌិកាមិនមែនជានារីធម្មតាទេនៅពីក្រោយរូបរាងដ៏ទន់ភ្លន់របស់នាងគឺជាភ្នាក់ងារស៊ើបការសម្ងាត់ដែលត្រូវបានហ្វឹកហាត់ផ្នែកសិល្បៈប្រយុទ្ធចិត្តនាងមិនបានដកអាវុធភ្លាមទេព្រោះនាងដឹងថាអំពើហិង្សាហួសហេតុមិនមែនជាដំណោះស្រាយទេប៉ុន្តែនៅពេលដែលដៃទីមួយប៉ះនឹងរបស់នាងរាងកាយរបស់នាងក៏មានប្រតិកម្មដោយស្វ័យប្រវត្តិរហ័សនិងមានប្រសិទ្ធភាពសាហាវក្នុងរយៈពេលតែប៉ុន្មានវិនាទីស្ថានភាពបានផ្លាស់ប្ដូរមិនមែនកណ្ឌិកាដែលស្ថិតក្នុងស្ថានភាពលំបាកទេប៉ុន្តែគឺជាមន្ត្រីខិលខូចទាំងនោះដែលចាប់ផ្ដើមដឹងថាពួកគេបានដាស់សត្វសឹងដែលកំពុងដេកលក់ឲ្យឡើងកណ្ឌិកាបានដកកាំភ្លើងខ្លីពីក្រោយចង្កេះរបស់នាងយ៉ាងលឿនរួចតម្រង់វាត្រង់ទៅលើមេឃសម្លេងផ្ទុះនៃការបាញ់ព្រមានបានបំបែកភាពស្ងៀមស្ងាត់នៃរាត្រីហើយធ្វើឲ្យមន្ត្រីខិលខូចទាំងនោះមួយផ្លែតផ្សែងស្ដាងហុយចេញពីមាត់កាំភ្លើងខណៈភ្នែករបស់នាងនៅតែមុតស្រួចសង្កេតមើលរាល់ចលនារបស់ពួកគេ
នេះជាលើកចុងក្រោយដែលពួកអ្នកមានជំរើសនាងនិយាយយ៉ាងម៉ឺងម៉ាត់សំឡេងរបស់នាងមិនញ័រសំបីតែបន្តិចចុះចាញ់ឥឡូវនេះឬពួកអ្នកនឹងដឹងថាការស្ត្រីម្នាក់គឺជាការខុសឆ្គងដ៏ធំប៉ុណ្ណាពួកគេសម្លឹងមើលមុខគ្នាដោយភាពស្ទាក់ស្ទើរប៉ុន្តែភាពក្រអឺតក្រទមរបស់ពួកគេខ្លាំងជាងហេតុផលដោយសំឡេងស្រែកច្របូកច្របល់ពួកគេក៏ព្រមគ្នាវាយប្រហារម្ដងទៀតកន្និកាក៏កាំភ្លើងត្រឡប់ទៅវិញនាងដឹងថាអាវុធមិនមែនជាចម្លើយសម្រាប់ការព្រួតវាយទេនាងត្រូវការអ្វីដែលផ្ទាល់ខ្លួនជាងនេះម៉ឺងម៉ាត់ជាងនេះគឺជំនាញការពារខ្លួនបែបយុទ្ធសាស្ត្រដែលនាងបានរៀនអស់ជាច្រើនឆ្នាំនៅក្នុងការហ្វឹកហាត់ស៊ើបការសម្ងាត់ត្រឹមតែមួយប៉ព្រិចភ្នែករាងកាយរបស់កន្និកាបានប្រែក្លាយទៅជាខ្យល់ព្យុះដែលអាចគ្រប់គ្រងបានខវាយរបស់នាងមិនមែនវាយដោយចៃដន្យទេតែវាយចំចំណុចសរសៃប្រសាទធ្វើឲ្យដៃរបស់មន្ត្រីខិលខូចម្នាក់ស្ពឹកភ្លាមស្ទាត់របស់នាងទៀតប៉ុន្តែបំផ្លាញទល់ឲ្យភាពរបស់ជនរងគ្រោះបន្ទាប់រហូតដល់ដួលរមៀលនាងបង្វិលខ្លួនគេចពីការរួចដៃមន្ត្រីម្នាក់ទៀតរហូតដល់គេស្រែកដោយការឈឺចាប់រាល់ចលនាមានប្រសិទ្ធភាពដោយគ្មានការសម្ដែងហួសហេតុមានតែកម្លាំងល្បឿននិងភាពមន្ត្រីខិលខូចដែលដំបងឡើយមានទំនុកចិត្តពេលនេះមើលទៅភ័យស្លន់ស្លោគ្នាទៅវិញទៅមកមិនអាចរៀបចំយុទ្ធសាស្ត្រប្រឆាំងនឹងគូប្រជែងដែលមិនចេះហត់នឿយបានឡើយកន្និកាមិនមែនកំពុងតែប្រយុទ្ធទេនាងកំពុងតែកាត់ទោសហើយរាល់ខវាយគឺជាចម្លើយចំពោះរាល់របាយការណ៍របស់ប្រជាពលរដ្ឋដែលត្រូវបានកប់ទុកនៅក្រោមពន្លឺភ្លើងដែលនៅតែឆេះនោះរាងកាយរបស់នាងទីដូចជាស្រមោលដែលមិនអាចបានរហ័សស្ងប់ស្ងាត់និងមិនអាចបានរាល់សទាត់នឹងខវាយរបស់កន្និកាគឺសំដៅមិនមែនដើម្បីធ្វើឲ្យរបួសជាអចិន្ត្រៃយ៍ទេប៉ុន្តែគឺដើម្បីធ្វើឲ្យសមត្ថភាពធ្វើឲ្យគូប្រជែងមិនអាចទីបានដោយមិនចាំបាច់ដកហូតជីវិតនាងកំណត់លើចំណុចកែងដៃនិងពោះផ្នែកខាងក្រោមមន្ត្រីខិលខូចម្នាក់បានដួលបន្ទាប់ពីខ្ទាត់ចំហៀងមួយចំសន្លាក់របស់គេមុខរបស់គេឡើងស្វាយដោយការឈឺចាប់អ្នកផ្សេងទៀតព្យាយាមវាយប្រហារពីខាងក្រោយប៉ុន្តែកន្និកាបានទស្សន៍ទាយចលនារបស់គេរួចទៅហើយដោយចលនារាងកាយដ៏រហ័សនាងបានបង្វែរទម្ងន់នៃការវាយប្រហារនោះហើយផ្ដួលគេដោយក្បោះជើងដង្ហើមរបស់នាងនៅតែទៀងទាត់ទោះបីជាញើសចាប់ផ្ដើមហូរនៅលើសៀបការក៏ដោយនៅសំឡេងស្រែកនិងសំឡេងជន់ជើងនាងនៅតែស្ងប់ដូចជាទឹកដែលកំពុងហូរស្ងប់ប៉ុន្តែមិនអាចបញ្ឈប់បានមន្ត្រីខិលខូចទាំងនោះបានដួលលើផ្លូវកៅស៊ូម្ដងម្នាក់មានអ្នកខ្លះពុះបណ្ដាធ្ងោបណ្ដាមានអ្នកខ្លះអង្គុយចុះដោយដង្ហើមដកញាប់មុខរបស់ពួកគេស្លេកដោយការខ្មាស់អៀននិងការភ័យខ្លាចពួកគេសម្លឹងមើលមុខគ្នាមិនជឿថាមនុស្សពេញវ័យ7នាក់អាចត្រូវបានដោយស្ត្រីវ័យក្មេងម្នាក់ដែលពួកគេទើបតែថាងាយស្រួលក្នុងការគ្រប់គ្រងនោះទេម្នាក់ក្នុងចំណោមពួកគេដែលធាត់ជាងគេព្យាយាមងើបឈរប៉ុន្តែរបស់គេមិនអាចទ្ររាងកាយបាននាងជានរណាឲ្យប្រកាសគេសួរដោយសំឡេងស្អប់ភ្នែកពោពេញដោយការច្របូកច្របល់និងការភ័យខ្លាចកន្និកាមិនបានឆ្លើយតបដោយផ្ទាល់ទេនាងគ្រាន់តែឈរនៅរាងកាយដែលដេករាយប៉ាយរោគពណ៌បៃតងរបស់នាងដោយសារការប្រយុទ្ធប៉ុន្តែខ្នងរបស់នាងនៅតែឈរត្រង់នៅក្នុងក្រសែភ្នែករបស់នាងគ្មានជ័យជំនះណាដែលក្រអឺតក្រទុំទេមានតែការដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះថាយុទ្ធធម៌ទោះបីជាតូចប៉ុណ្ណាក៏ត្រូវបានអនុវត្តនៅយប់នេះដែរហើយនៅចម្ងាយពន្លឺភ្លើងទូរស័ព្ទរបស់ប្រជាពលរដ្ឋចាប់ផ្ដើមឡើងពិភពខាងក្រៅចាប់ផ្ដើមឃើញនៅការពិតដែលត្រូវបានលាក់បាំងជាយូរមកហើយមន្ត្រីខិលខូចម្នាក់ដែលមុខមាត់នៅតែស្អាតបាតប៉ុន្តែរាងកាយញ័រទ្រើកបានឃើញឱកាសនៅភាពវឹកវរខណៈពេលដែលកន្និកាកំពុងធានាថាអ្នកផ្សេងទៀតមិនទីគេបានលូនយឺតទៅកាន់គុម្ពោតព្រៃនៅចិញ្ចើមផ្លូវរួចស្រាប់តែងើបឈរហើយរត់អស់ពីកម្លាំងជើងរបស់គេជន់លើផ្លូវកៅស៊ូដង្ហើមរបស់គេដកញាប់ភ្នែករបស់គេផ្ដោតតែលើសេរីភាពប៉ុណ្ណោះគេថាយប់ងឹតនិងចម្ងាយនឹងជួយសង្គ្រោះគេថានារីម្នាក់នោះនឹងមិនហ៊ានដេញតាមគេទេជាពិសេសគឺការបាញ់ប្រហារប៉ុន្តែគេភ្លេចរឿងមួយកន្និកាមិនមែនជាអ្នកដេញតាមធម្មតាទេនាងគឺជាអ្នកប្រមាញ់ដែលមិនដែលឲ្យរត់គេចបានឡើយជាពិសេសនៅពេលដែលយុទ្ធធម៌កំពុងតែស្ថិតនៅលើបន្ទាត់ដោយគ្មានការស្ទាក់ស្ទើរកន្និកាបានដកកាំភ្លើងរបស់នាងម្ដងទៀតតម្រង់កាណុងដោយស្ងប់ស្ងាត់រួចស្រែកយ៉ាងខ្លាំងថាកុំរត់បើមិនចង់ឲ្យខ្ញុំធ្វើឲ្យសមត្ថភាពគ្រាប់កាំភ្លើងបានបាញ់ចេញមិនមែនទៅលើអាកាសទេប៉ុន្តែចំផ្លូវខាងស្ដាំរបស់មន្ត្រីដែលកំពុងរត់នោះគ្រាប់កាំភ្លើងដ៏ក្តៅបានទម្លុះសាច់ធ្វើឲ្យគេដួលរមៀលបណ្ដាស្រែកដោយការឈឺចាប់បណ្ដាគេស្រែកជើងដែលចាប់ផ្ដើមប្រឡាក់ដោយឈាមមុខរបស់គេស្លេកស្លាំងកន្និកាដើរទៅជិតយឺតជំហានរបស់នាងទឹកមុខរបស់នាងនៅតែស្ងប់ខ្ញុំប្រាប់ហើយថាកុំរត់នាងនិយាយយ៉ាងស្មើសំឡេងរបស់នាងមិនពោពេញដោយការសងសឹកទេគឺត្រឹមតែមើងម៉ាត់នាងអង្គុយចុះមួយផ្លែតពិនិត្យមើលមុខរបួស
ធ្ងន់ធ្ងរល្មមអាចបញ្ឈប់ការរត់គេចបានប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតទេនេះគឺជាព្រំដែនដែលនាងរក្សាអំពើហិង្សាគឺត្រឹមតែកម្រិតដែលចាំបាច់ប៉ុណ្ណោះមិនលើសពីនេះទេដោយចលនាប្រកបដោយប្រសិទ្ធភាពនាងទាញដៃមន្ត្រីនោះទៅក្រោយហើយចងវាដោយខ្សែឃាត់ខ្លួនពីហោប៉ៅអាវរបស់នាងពេលនេះគ្មាននរណាម្នាក់នៅសល់ដោយសេរីទេមន្ត្រីខិលខូចទាំង7នាក់ទាំងអស់គ្នាសមត្ថភាពហើយឧក្រិដ្ឋកម្មរបស់ពួកគេក៏ត្រូវបានបញ្ចប់នៅចុងផ្លូវដែលធ្លាប់តែជាទីកន្លែងបរបាញ់របស់ពួកគេផ្ទាល់បន្ទាប់ពីបាញ់មន្ត្រីដែលរត់គេចនោះហើយកន្និកាក៏បានដកខ្នោះដៃយុទ្ធសាស្ត្រចេញពីហោប៉ៅខោខាងក្នុងរបស់នាងស្រាលស្ដាងប៉ុន្តែរឹងមាំនាងចងដៃមន្ត្រីខិលខូចទាំងនោះទៅក្រោយខ្នងម្ដងម្នាក់ធានាថាចំណងនោះតឹងល្មមមិនអាចដោះចេញបានប៉ុន្តែមិនធ្វើឲ្យឈឺចាប់លើសពីអ្វីដែលចាំបាច់នាងមិននិយាយច្រើនមិនសងសឹកនឹងការនោះទេព្រោះសម្រាប់នាងជ័យជំនះពិតប្រាកដមិនមែនដោយពាក្យសម្ដីទេតែគឺដោយលទ្ធផលជាក់ស្ដែងផ្សែងពីរថយន្តដែលឆេះនៅតែហុយតិចនៅពីក្រោយនាងបង្កើតបានជាដ៏គួរឲ្យរន្ធត់សម្រាប់ទស្សនីយភាពដែលពេលនេះបានបកត្រឡប់វិញទាំងស្រុងនៅក្រោមពន្លឺដ៏ស្រអាប់នៃអំពូលភ្លើងតាមផ្លូវនិងភ្លើងដែលកំពុងរលត់បន្តិចម្ដងកន្និកាមើលទៅដូចជាអ្នកយាមរាត្រីដែលមិនចេះស្រស់ស្អាតស្ងប់ស្ងាត់និងពោពេញដោយអំណាចនៅពេលដែលភារកិច្ចចងដៃបានបញ្ចប់នាងឈរត្រង់ដកដង្ហើមវែងរួចដកទូរស័ព្ទចេញពីហោប៉ៅរ៉ូបរបស់នាងប្រជាពលរដ្ឋដែលពីមុនបានត្រឹមតែលួចមើលពីក្រោយបង្អួចផ្ទះពេលនេះហ៊ានចេញមកក្រៅហើយអ្នកខ្លះកាន់ទូរស័ព្ទថតយកវិនាទីបន្ទាប់ពីការប្រយុទ្ធបានបញ្ចប់មានអ្នកខ្លះខ្សឹបតិចតើនាងជានរណាឲ្យប្រាកដអ្នកខ្លះទៀតងក់ក្បាលដោយការកោតសរសើរភ្នែករបស់ពួកគេដោយទឹកភ្នែកនៅពេលឃើញភាពក្លាហានរបស់កន្និកាស្ត្រីចំណាស់ម្នាក់ថែមទាំងតិចហាក់ដូចជានារីម្នាក់នោះគឺជាចម្លើយចំពោះការស្រែកទ្រហោរបស់ពួកគេជាយូរមកហើយសំឡេងខ្យល់បក់លីឡំនិងសំឡេងខ្សឹបខ្សៀវនៃការចង់ដឹងចង់ឃើញបង្កើតបានជាដែលពោពេញដោយភាពតានតឹងផងនិងក្តីសង្ឃឹមផងគ្មាននរណាម្នាក់ហ៊ានចូលទៅជិតទេប៉ុន្តែគ្រប់ទាំងអស់គឺសំដៅទៅលើនាងមិនមែនជាវត្ថុសម្រាប់មើលទេតែជានិមិត្តរូបនៅភាពងឹតនៃផ្លូវនោះកន្និកាមិនមែនគ្រាន់តែជាភ្នាក់ងារក្លែងខ្លួនទេនាងគឺជាភស្តុតាងដែលថាយុទ្ធធម៌នៅតែអាចបានដរាបណាមានអ្នកណាម្នាក់ហ៊ានចាប់ផ្ដើមហើយយកនោះនៅចំពោះមុខជនរងគ្រោះដែលធ្លាប់តែស្ងៀមស្ងាត់ភាពក្លាហានរបស់នាងបានคล้ายជាពន្លឺដែលមិនអាចពន្លត់បាននៅក្រមប្រជាពលរដ្ឋដែលចាប់ផ្ដើមហ៊ានចូលមកជិតសំឡេងខ្សឹបខ្សៀវនៃការចង់ដឹងចង់ឃើញនៅតែបន្តកើតមានតើនារីម្នាក់នោះជានរណាក្មេងជំទង់ម្នាក់សួរទៅឪពុករបស់គេភ្នែករបស់គេមិនពីកន្និកាដែលកំពុងឈរយ៉ាងស្ងប់ស្ងាត់នៅកណ្ដាលផ្លូវក៏ខ្ញុំមិនដែលឃើញនាងនៅទីនេះពីមុនមកទេគេអ្នកផ្សេងទៀតបន្ថែមសំឡេងរបស់គេញ័ររវាងការភ័យខ្លាចនិងការកោតសរសើរគ្មាននរណាម្នាក់ហ៊ានសួរដោយផ្ទាល់ទេប៉ុន្តែគ្រប់គ្នាដឹងថាយប់នេះគឺខុសប្លែកជាលើកដំបូងក្នុងរយៈពេលជាច្រើនខែការត្រួតពិនិត្យខុសច្បាប់មិនបានបញ្ចប់ដោយទឹកភ្នែកឬការចាញ់ទេតែគឺដោយរបស់ជនល្មើសប្រជាពលរដ្ឋមួយចំនួនសម្លឹងមើលមុខគ្នាហាក់ដូចជាទើបតែដឹងថាពួកគេមិនចាំបាច់ត្រូវខ្លាចរហូតនោះទេនៅពីក្រោយពន្លឺទូរស័ព្ទដែលបន្តថតនោះមានអារម្មណ៍មួយដែលចាប់ផ្ដើមឡើងបន្តិចម្ដងប្រហែលជាគ្រាន់តែប្រហែលជាឧក្រិដ្ឋកម្មបែបនេះនឹងមិនកើតឡើងទៀតទេហើយនៅនៃអ្វីទាំងអស់នោះគឺកន្និកាកំពុងឈរស្ងៀមនិងពោពេញដោយកន្និកាងាកទៅមើលក្រុមមនុស្សនាងដឹងថាការចាប់អារម្មណ៍របស់ពួកគេមិនមែនសម្រាប់នាងទេតែគឺសម្រាប់យុទ្ធធម៌ដែលទីបំផុតបានឈ្នះដោយចលនាស្ងប់ស្ងាត់នាងលើកទូរស័ព្ទឡើងហើយចុចលេខ1ទេទៅកាន់មេបញ្ជាការអង្គភាពស៊ើបការសម្ងាត់ត្រូវបានធ្វើឲ្យសមត្ថភាព7នាក់ទាំងអស់ត្រូវបានចង់ម្នាក់មានរបួសដោយគ្រាប់កាំភ្លើងមិនធ្ងន់ធ្ងរដល់ជីវិតកន្និការាយការណ៍ដោយសំឡេងស្មើប៉ុន្តែមើងម៉ាត់កបេសកម្មជោគជ័យទីតាំងមានសុវត្ថិភាពប្រជាពលរដ្ឋកំពុងធ្វើជាសាក្សីហើយនៅចុងខ្សែម្ខាងទៀតមានតែដកដង្ហើមប៉ុណ្ណោះបន្ទាប់មកសំឡេងខ្លីមួយបានបន្លឺឡើងគឺរក្សាទីតាំងកម្លាំងជំនួយកំពុងធ្វើដំណើរទៅកន្និកាបញ្ចប់ការហៅទូរស័ព្ទរួចទុកទូរស័ព្ទចូលទៅវិញនាងសម្លឹងមើលមេឃរាត្រីមួយផ្លែតផ្កាយចាប់ផ្ដើមនៅពីក្រោយផ្សែងដែលកំពុងរលាយបាត់បន្តិចម្ដងគ្មានរីករាយហួសហេតុគ្មានស្នាមញញឹមនៃជ័យជំនះទេមានតែភាពស្ងប់ស្ងាត់របស់មនុស្សម្នាក់ដែលដឹងថាភារកិច្ចរបស់ខ្លួនទើបតែបានពាក់កណ្ដាលផ្លូវប៉ុណ្ណោះព្រោះយុទ្ធធម៌មិននៅពេលដែលជនល្មើសដួលទេវាទើបតែចាប់ផ្ដើមនៅពេលដែលប្រព័ន្ធពិតជាបានសម្អាតខ្លួនឯងប៉ុណ្ណោះមិនដល់5នាទីផងបន្ទាប់ពីការហៅទូរស័ព្ទនោះសំឡេងម៉ាស៊ីនរថយន្តក៏បានបន្លឺឡើងពីចម្ងាយខ្លាំងនិងពោពេញដោយអំណាចអំពូលភ្លើងហ្វាបានបើកម្ដងមួយកាត់ភាពងឹតនៃផ្លូវដូចជាដាវពន្លឺ
ក្បួនរថយន្តរបស់កងអន្តរាគមន៍ពិសេសបានមកដល់រថយន្តយុទ្ធសាស្ត្រប្រដាប់អាវុធពេញលេញ2គ្រឿងនៅខាងមុខតាមពីក្រោយដោយរថយន្តឃុំខ្លួនដែលមានដែកនៅខាងក្រោយទ្វារបានបើកគ្នាកងកម្លាំងចុះមកដោយការរៀបចំជាជួរយ៉ាងមានរបៀបរៀបរយអាវុធនៅនឹងដៃចលនាដែលបានហ្វឹកហាត់នឹងទឹកមុខពោពេញដោយការប្រុងប្រយ័ត្នពួកគេបានធានាសុវត្ថិភាពទីតាំងភ្លាមដោយបំបែកមន្ត្រីខិលខូចទាំងនោះចេញពីក្រមប្រជាពលរដ្ឋរួចពិនិត្យម្ដងម្នាក់មុននឹងបញ្ចូលពួកគេទៅក្នុងរថយន្តឃុំខ្លួនគ្មានសម្លេងស្រែកគ្មានការតស៊ូមានតែទឹកមុខស្លេកស្លាំងនិងការស៊ីដីពីមន្ត្រីខិលខូចដែលពេលនេះដឹងច្បាស់ថាល្ខោនរបស់ពួកគេបានបញ្ចប់ហើយកនិកាឈរនៅក្បែររថយន្តដែលឆេះខ្ទេចសម្លឹងមើលអ្វីទាំងអស់ដោយគ្មានពាក្យសម្ដីបេសកកម្មនៅបានបញ្ចប់ពេលនេះគឺជាវេនរបស់ច្បាប់ដែលត្រូវនិយាយម្ដងមន្ត្រីខិលខូចទាំងនោះត្រូវបាននាំខ្លួនដូចជាអ ுக ្រិតជនធម្មតាមិនមែនដោយអាកប្បកិរិយាក្រអឺតក្រទុំឯកសណ្ឋានទៀតទេតែគឺដោយដៃខ្នោះនិងជំហានម្នាក់ក្នុងចំណោមពួកគេងាកមកមើលកនិកាភ្នែករបស់គេពោពេញដោយការច្របូកច្របល់និងអារម្មណ៍ខ្មាស់អៀនគេចង់សួរចង់ដឹងថាតើស្ត្រីវ័យក្មេងដែលបំផ្លាញពិភពលោកតូចមួយរបស់ពួកគេក្នុងមួយរាត្រីនោះជានរណាឲ្យប្រកាសប៉ុន្តែកនិកាមិនបានសម្លឹងមើលគេទេនាងបានងាកចេញហើយផ្ដោតលើជំហានបន្ទាប់ទៀតកងអន្តរាគមន៍ពិសេសបាននាំពួកគេចេញយ៉ាងឆាប់រហ័សបន្សល់ទុកនៅក្លិនផ្សែងសាំងនិងអារម្មណ៍ដែលចាប់ផ្ដើមគ្រប់ដណ្ដប់ផ្លូវនោះបន្តិចម្ដងប្រជាពលរដ្ឋនៅតែឈរនៅចិញ្ចើមផ្លូវអ្នកខ្លះងក់ក្បាលតិចអ្នកខ្លះដកដង្ហើមវែងហាក់ដូចជាបន្ទុកដែលសង្កត់លើទ្រូងរបស់ពួកគេជាយូរមកហើយត្រូវបានចេញកនិកាដឹងថានេះមិនមែនជាទីបញ្ចប់នៃអ្វីទាំងអស់ទេតែជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរហើយជាលើកដំបូងក្នុងរយៈពេលដ៏យូរផ្លូវនោះមានអារម្មណ៍ថាមានសុវត្ថិភាពមិនមែនព្រោះតែគ្មានគ្រោះថ្នាក់ទេតែព្រោះតែមានអ្នកដែលហ៊ានតស៊ូប្រឆាំងនឹងវាដំណើរការផ្លូវច្បាប់បានប្រព្រឹត្តទៅយ៉ាងឆាប់រហ័សភស្តុតាងវីដេអូពីប្រជាពលរដ្ឋរបាយការណ៍ពីជនរងគ្រោះដែលពេលនេះហ៊ានបញ្ចេញសម្លេងនិងឯកសារនៃប្រតិបត្តិការស៊ើបការសម្ងាត់បានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់សវនាការបន្ទាន់ដែលត្រូវបានឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីការខ្លួននៅក្នុងបន្ទប់សវនាការដ៏ទឹកមុខរបស់មន្ត្រីខិលខូចទាំងនោះមើលទៅឯកសណ្ឋានរបស់ពួកគេត្រូវបានដកហូតជំនួសដោយសម្លៀកបំពាក់អ្នកទោសចៅក្រមអានសាលក្រមដោយសម្លេងមើងម៉ាត់ពួកគេត្រូវបានរកឃើញថាមានទោសពីបទជំរិតទារប្រាក់ការរំលោភអំណាចការបំផ្លិចបំផ្លាញនិងការបៀតបៀនឋានន្តរស័ក្តិផ្លូវការរបស់ពួកគេត្រូវបានដកហូតភ្លាមដោយគ្មានការលើកលែងគ្មានការសម្រាប់អ្នកដែលក្បត់នឹងសម្បត្តិរបស់ខ្លួនឡើយនៅលើកៅអីអ្នកទស្សនាអ្នកបើកបររថយន្តដឹកទំនិញជាច្រើនអ្នកអង្គុយក្បែរគ្នាទឹកមុខរបស់ពួកគេអ្នកខ្លះស្រក់ទឹកភ្នែកមិនមែនដោយសារតែការទេតែដោយសារតែទីបំផុតពួកគេមានអារម្មណ៍ថាត្រូវបានការពារដោយប្រព័ន្ធដែលធ្លាប់តែធ្វើបាបពួកគេនៅពេលដែលសាលក្រមត្រូវបានប្រកាសមន្ត្រីដែលធ្លាប់តែក្រអឺតក្រទុំពេលនេះសេយ៉ាងជ្រៅម្នាក់ក្នុងចំណោមពួកគេដែលធាត់ជាងគេយំឡើងរាងកាយរបស់គេញ័រដោយការខ្មាស់អៀននិងការខ្ញុំមានគ្រួសារគេខ្សឹបតិចសម្លេងរបស់គេប៉ុន្តែគ្មាននរណាម្នាក់គេឡើយព្រោះពួកគេដឹងថាជនរងគ្រោះដែលពួកគេធ្លាប់តែជំរិតទារប្រាក់ក៏មានគ្រួសារដែរក៏មានក្តីសង្ឃឹមដែលពួកគេបានបំផ្លាញដើម្បីតែលុយបន្តិចបន្តួចដែលការបានមកដល់យឺតពេលហើយនៅពេលដែលទំនុកចិត្តរបស់សាធារណជនបានដួលរលំហើយរបស់ពួកគេបានបាត់បង់ជាមួយនឹងឯកសណ្ឋានដែលត្រូវបានដកហូតនៅខាងក្រៅអគារតុលាការព័ត៌មាននេះបានយ៉ាងឆាប់រហ័សការត្រួតពិនិត្យខុសច្បាប់លែងជាតំបន់ទៀតហើយមានតម្លៃដែលត្រូវតែបង់យ៉ាងថ្លៃសម្រាប់អ្នកណាដែលលេងសើចនឹងច្បាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយនៅទាំងអស់នេះឈ្មោះរបស់កនិកាចាប់ផ្ដើមត្រូវបានគេលើកឡើងមិនមែនត្រឹមតែជាភ្នាក់ងារទេតែជានិមិត្តរូបនៃភាពក្លាហានដែលបានស្ដារអត្ថន័យពិតនៃពាក្យថាអ្នកអនុវត្តច្បាប់ទេតំណែងអំពីការត្រួតពិនិត្យខុសច្បាប់ដែលត្រូវបានបញ្ឈប់ដោយនារីវ័យក្មេងម្នាក់បានដូចជាភ្លើងឆេះនៅរដូវប្រាំងប្រព័ន្ធផ្សព្វផ្សាយជាតិបានធ្វើឲ្យវាคล้ายជាធំភ្នាក់ងារស៊ើបការសម្ងាត់ដ៏ស្រស់ស្អាតផ្ដួលរំលំត្រួតពិនិត្យខុសច្បាប់គឺរោគពណ៌បៃតងនៅពាក់កណ្ដាលអាធ្រាត្រដែលធ្វើឲ្យអំពើពុករលួយឯកសណ្ឋានគឺមិនស្គាល់ឈ្មោះដែលคล้ายជាសម្លេងរបស់ប្រជាជនរូបថតរបស់កនិកាទោះបីជាមុខរបស់នាងត្រូវបានធ្វើឲ្យក្នុងរបាយការណ៍ដំបូងក៏ដោយទីបំផុតត្រូវបានឲ្យបង្ហាញពេញលេញបន្ទាប់ពីមានការពីមេបញ្ជាការមិនមែនដើម្បីភាពទេតែជាការទទួលស្គាល់ថាភាពក្លាហានគឺស័ក្តិសមនឹងត្រូវបានមិនមែនលាក់បាំងទេស្ថានីយ៍ទូរទស្សន៍បានចាក់ផ្សាយវីដេអូរបស់ប្រជាពលរដ្ឋដែលកំពុងតែល្បីខ្លាំងបង្ហាញពីវិនាទីដែលនាងស្ដោះទឹកមាត់ដាក់មន្ត្រីខិលខូចនិងប្រយុទ្ធតែម្នាក់ឯងប្រឆាំងនឹងមនុស្ស7នាក់សាធារណជនចាប់អារម្មណ៍
មិនមែនដោយសារតែភាពស្រស់ស្អាតរបស់នាងទេតែដោយសារតែឆន្ទៈដ៏មោះមុតពិតប្រាកដនាងបានក្លាយជាភស្តុតាងរស់ដែលថាអាយុក្មេងរូបរាងទន់ភ្លន់ឬមិនដែលជាឧបសគ្គក្នុងការអនុវត្តយុត្តិធម៌ឡើយមុខរបស់កនិកាក៏នៅលើកញ្ចក់ទូរទស្សន៍មិនមែនដោយស្នាមញញឹមនៃជ័យជំនះទេតែដោយដ៏ស្ងប់ស្ងាត់និងពោរពេញដោយក្នុងបទសម្ភាសន៍ខ្លីមួយដែលត្រូវបានដោយស្ថាប័ននាងគ្រាន់តែនិយាយថាខ្ញុំគ្រាន់តែធ្វើអ្វីដែលអ្នកអនុវត្តច្បាប់គ្រប់រូបគួរតែធ្វើការពារអ្នកទន់ខ្សោយមិនមែនជំរិតទារប្រាក់ពីពួកគេទេប្រយោគនោះបានទូទាំងប្រទេសត្រូវបានគេនិយាយនៅតាមតូបកាហ្វេចែកចាយនៅលើបណ្ដាញសង្គមថែមទាំងត្រូវបានដកស្រង់ដោយសកម្មជនប្រឆាំងអំពើពុករលួយទៀតផងនាងមិនបានស្នើសុំការសរសើរទេប៉ុន្តែការសរសើរបានមកដល់ព្រោះសកម្មភាពរបស់នាងនិយាយខ្លាំងជាងពាក្យសម្ដីនារីវ័យ21ឆ្នាំម្នាក់នោះពេលនេះត្រូវបានគេស្គាល់មិនមែនជាតួលេខសិចស៊ីក្នុងរ៉ូបពណ៌បៃតងទេតែជាមន្ត្រីស៊ើបការសម្ងាត់វ័យក្មេងដែលក្លាហានឆ្លាតវៃនិងមិនរង្គោះរង្គើដោយសម្ពាធហើយនៅពីក្រោយការចាប់អារម្មណ៍ទាំងនោះកនិកានៅតែរក្សាព្រោះសម្រាប់នាងរង្វាន់ដ៏ធំបំផុតមិនមែនជាប្រជាប្រិយភាពទេតែជាការពិតដែលថាអ្នកបើកបររថយន្តដឹកទំនិញពេលនេះអាចធ្វើដំណើរផ្លូវនោះដោយគ្មានការភ័យខ្លាចប៉ុន្មានសប្តាហ៍បន្ទាប់ពីសវនាការពិធីតូចមួយត្រូវបានឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិនៅក្រោមដែលកំពុងបក់រវិចកនិកាឈរនៅឯកសណ្ឋានផ្លូវការរបស់នាងមេដាយក្លាហានត្រូវបាននៅលើទ្រូងរបស់នាងអគ្គស្នងការនគរបាលជាតិផ្ទាល់ជាអ្នកប្រគល់ពានរង្វាន់នេះភ្នែករបស់លោកសម្លឹងមើលកនិកាដោយគឺអ្នកបានរំលឹកយើងទាំងអស់គ្នាអំពីសម្បត្តិដែលយើងបានស្ពតគឺលោកនិយាយតិចខ្លាំងល្មមអាចឲ្យនាយទាហាននៅជុំវិញឬទាដៃបានបន្លឺឡើងមិនមែនគ្រាន់តែជាទេតែជាការទទួលស្គាល់ដោយពីដែលដឹងថាតើហានិភ័យដែលនាងបានយកនៅយប់នោះវាធ្ងន់ធ្ងរប៉ុណ្ណាកនិកាគ្រាន់តែងក់ក្បាលគោរពទឹកមុខរបស់នាងស្ងប់មិនបើប៉ះពាល់ដោយការសរសើរឡើយសម្រាប់នាងរង្វាន់នេះមិនមែនជាទីបញ្ចប់ទេតែជាថ្មីមួយដើម្បីបន្តរក្សាទោះបីជាពិភពលោកព្យាយាមបង្វែរនាងក៏ដោយមិនយូរប៉ុន្មានបន្ទាប់ពីពិធីនោះលិខិតតែងតាំងតំណែងថ្មីត្រូវបានចេញកនិកាបានឡើងតំណែងមិនមែនដោយសារតែប្រជាប្រិយភាពទេតែដោយសារតែភាពក្លាហាននិងការរបស់នាងចំពោះនាងឥឡូវនេះត្រូវបានដាក់ឲ្យបម្រើការនៅអង្គភាពពិសេសមួយដែលផ្ដោតលើការមន្ត្រីខិលខូចផ្ទៃក្នុងជាភារកិច្ចមួយដែលមាននឹងប្រថុយប្រឋានជាងមុនឆ្ងាយណាស់ប៉ុន្តែកនិកាទទួលយកវាដោយគ្មានការស្ទាក់ស្ទើរនាងដឹងថានៅពីក្រោយឯកសណ្ឋាននគរបាលនៅតែមានចន្លោះប្រហោងដែលអាចត្រូវបានដោយចេតនាអាក្រក់ហើយត្រូវតែមាននរណាម្នាក់ឈរនៅទីនោះជាអ្នកយាមការឡើងតំណែងមិនមែនមានន័យថាជាទីបញ្ចប់នៃការតស៊ូទេតែគឺជាការចាប់ផ្ដើមនៃដ៏ធំជាងនេះហើយទោះបីជាពេលនេះនាងលែងបើកបររថយន្តក្រស្មីមេគង្គនៅក្នុងរាត្រីដ៏ទៀតក៏ដោយស្មារតីដែលនោះនៅតែឆេះថាយុទ្ធធរត្រូវបានអនុវត្តទោះបីជាត្រូវធ្វើតែម្នាក់ឯងទោះបីជាពិភពលោកស្ងាត់ស្ងៀមក៏ដោយកណ្ឌិកាដើរចេញពីទីលានពិធីដោយជំហានមិនមែនជានឹងខ្លួនឯងទេតែជាអ្នកការពារដែលត្រៀមខ្លួនរួចជារិចដើម្បីបំពេញភារកិច្ចម្ដងទៀតចាប់តាំងពីយប់នោះមកផ្លូវដែលធ្លាប់តែជាទីតាំងនៃការត្រួតពិនិត្យខុសច្បាប់បានផ្លាស់ប្ដូរទាំងស្រុងគ្មានទៀតទេផ្ដាខ្លែងខ្លាយគ្មានទៀតទេមន្ត្រីក្នុងឯកសណ្ឋានដែលបញ្ឈប់រថយន្តដឹកទំនិញដោយអ្នកបើកបរពេលនេះធ្វើដំណើរដោយបង្អួចបើកចំហវិទ្យុបើកឮដោយគ្មានអារម្មណ៍នៅត្រង់ផ្លូវកង់ដ៏ស្ងាត់នោះរបាយការណ៍នៃការជំរិតទារប្រាក់ពីផ្លូវនោះបានបាត់អស់មិនមែនដោយការចៃដន្យទេតែដោយសារតែការភ័យខ្លាចពេលនេះបានបដូរហើយដំណឹងអំពីមន្ត្រីខិលខូច7នាក់ដែលត្រូវបានផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបានក្នុងចំណោមមន្ត្រីខិលខូចដទៃទៀតคล้ายជាការព្រមានដ៏ខ្លាំងក្លាមួយអ្នកណាក៏ដោយដែរព្យាយាមលេងសើចនឹងច្បាប់ឬជំរិតទារប្រាក់ពីប្រជាជននឹងត្រូវប្រឈមមុខនឹងជាក់ស្ដែងការត្រួតពិនិត្យពេលនេះបានត្រឡប់មកជាភារកិច្ចផ្លូវការដែលត្រូវបានហ្គេមស្វិញមិនមែនជានៃការប្លន់ដោយច្បាប់បិទបាំងទៀតទេហើយនៅពីក្រោយការផ្លាស់ប្ដូរនោះមានឈ្មោះមួយដែលមិនត្រូវបានគេប៉ុន្តែតែងតែត្រូវបានគេចងចាំនារីវ័យក្មេងក្នុងរ៉ូបពណ៌បៃតងដែលហ៊ាននិយាយថាទេនៅពេលដែលពិភពលោកស្ងៀមស្ងាត់កនិកាមិនដែលត្រឡប់ទៅផ្លូវនោះវិញទេភារកិច្ចថ្មីរបស់នាងបាននាំនាងទៅកាន់តំបន់ផ្សេងប្រឈមមុខនឹងទម្រង់នៃគ្នាប៉ុន្តែអាក្រក់ដូចគ្នាប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងនៅតែមានមិនមែនក្នុងទម្រង់ជាឬទេតែគឺក្នុងអារម្មណ៍សុវត្ថិភាពដែលអ្នកបើកបរគ្រប់រូបមានអារម្មណ៍នៅពេលធ្វើដំណើររឿងរ៉ាវរបស់នាងបានคล้ายជាតូចមួយក្នុងចំណោមប្រជាពលរដ្ឋនៅតាមដងផ្លូវអំពីស្ត្រីម្នាក់ដែលបានមកដល់ពាក់កណ្ដាលអាធ្រាត្រប្រយុទ្ធប្រឆាំងនឹងមនុស្ស7នាក់ដោយភាពក្លាហាននិងរួចចាក់ចេញដោយមិនទាមទារហើយទោះបីជាឈ្មោះរបស់នាងមិនតែងតែត្រូវបានគេក៏ដោយដែលនាងបានតស៊ូដើម្បីនៅតែបន្តរស់នៅ
ថាយុត្តិធម៌មិនមែនជាកម្មសិទ្ធិរបស់អ្នកមានអំណាចទេតែជាសិទ្ធិដែលត្រូវបានអនុវត្តដោយអ្នកណាក៏ដោយដែលនៅតែមាននៅជ្រុងមួយនៃក្រុងដ៏ស្ងប់ស្ងាត់រថយន្តដឹកទំនិញនៅតែបន្តទីពេលនេះលែងមានការភ័យខ្លាចទៀតហើយព្រោះនៅរាត្រីមួយនារីវ័យក្មេងម្នាក់បានរំលឹកពិភពលោកថាការស្ងៀមស្ងាត់មិនមែនជាទេហើយភាពក្លាហានតែងតែមានកន្លែងឈរជើងសារអប់រំពីរឿងនេះគឺច្បាស់ណាស់យុត្តិធម៌មិនដែលកើតចេញពីការស្ងៀមស្ងាត់ឡើយការស្ងៀមស្ងាត់ដែលឲ្យកើតឡើងមិនមែនជាអាកប្បកិរិយាទេវាគឺជាទម្រង់នៃការភាពក្លាហានការត្រៀមលក្ខណៈនិងគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងការរំលោភអំណាចទោះបីជាជនល្មើសកំពុងស្លៀកពាក់ឯកសណ្ឋានក៏ដោយជួបគ្នានៅវីដេអូក្រោយ